សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីតើបងប្អូនមួយចំនួនធ្លាប់មានអារម្មណ៍បែបនេះដែរឬទេពេលព្រឹកក្រោកពីដំណេកតែមានអារម្មណ៍ថាអស់កម្លាំងមិនចង់ធ្វើអ្វីសោះអារម្មណ៍មិនរីករាយបាត់បង់ថាមពលថែមទាំងចំណង់ផ្លូវភេទក៏ហាក់ដូចជាថយចុះជាងមុនប្រសិនបើបងប្អូនកំពុងជួបបញ្ហាទាំងនេះវាអាចជាសញ្ញាមួយដែលបង្ហាញថាកម្រិតអរម៉ូនតេស្តូស្តេរ៉ូនឬម្យ៉ាងទៀតហៅថាអរម៉ូនភេទបុរសកំពុងតែធ្លាក់ចុះអរម៉ូនតេស្តូស្តេរ៉ូនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុរសវាមិនត្រឹមតែជួយក្នុងរឿងផ្លូវភេទប៉ុណ្ណោះទេតែវាក៏ជួយគ្រប់គ្រងលើថាមពលសាច់ដុំឆ្អឹងនិងសូម្បីតែអារម្មណ៍របស់យើងផងដែរដំណឹងល្អនោះគឺយើងអាចជួយបង្កើនកម្រិតអរម៉ូននេះឡើងវិញបានដោយធម្មជាតិដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃរបស់យើងបន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅទម្លាប់ពេលព្រឹកដ៏សាមញ្ញតែមានប្រសិទ្ធភាពបំផុតទាំង5ដែលបងប្អូនអាចចាប់ផ្ដើមធ្វើពីថ្ងៃស្អែកនេះតទៅដើម្បីជួយជំរុញការផលិតអរម៉ូនតេស្តូស្តេរ៉ូនរបស់យើងឲ្យពេញលេញឡើងវិញម្ដងទៀតសូមទស្សនារហូតដល់ចប់ព្រោះខ្ញុំក៏មាននៅគន្លឹះពិសេសមួយនៅtrongវីដេអូផងដែរតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាទម្លាប់ទី1ទទួលយកពន្លឺព្រះអាទិត្យនាពេលព្រឹកទម្លាប់ទី1ដែលបងប្អូនគួរតែធ្វើភ្លាមបន្ទាប់ពីក្រោកពីគេងគឺការចេញទៅទទួលយកពន្លឺព្រះអាទិត្យនាពេលព្រឹកយ៉ាងហោចណាស់ឲ្យបានពី10ទៅ15នាទីហេតុអ្វីបានជាវាសំខាន់ព្រោះពន្លឺព្រះអាទិត្យគឺជាប្រភពវីតាមីន D ដ៏ល្អបំផុតពីធម្មជាតិការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថាវីតាមីន D និងអរម៉ូនតេស្តូស្តេរ៉ូនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាបុរសដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់តែងតែមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនខ្ពស់ជាងបុរសដែលខ្វះវីតាមីន D នៅពេលដែលស្បែករបស់យើងប៉ះនឹងពន្លឺព្រះអាទិត្យរាងកាយរបស់យើងនឹងចាប់ផ្ដើមផលិតវីតាមីន D ដោយខ្លួនឯងវីតាមីននេះដើរតួដូចជាអរម៉ូនមួយប្រភេទនៅក្នុងរាងកាយដែលជួយជំរុញដំណើរការផលិតអរម៉ូនតេស្តូស្តេរ៉ូននៅក្នុងពងស្វាតើគួរអនុវត្តទម្លាប់នេះយ៉ាងដូចម្តេចពេលវេលាល្អបំផុតគឺនៅពេលព្រឹកចន្លោះពីម៉ោង6ដល់ម៉ោង8កន្លះព្រោះកម្ដៅព្រះអាទិត្យនៅពេលនោះមិនសូវក្តៅខ្លាំងហើយល្អសម្រាប់សុខភាពវិធីសាស្ត្រមិនចាំបាច់ទទួលឬត្រូវពន្លឺថ្ងៃក្តៅពេកនោះទេបងប្អូនគ្រាន់តែចេញទៅដើរនៅខាងក្រៅឈរនៅលើដំបូលផ្ទះឬគ្រាន់តែអង្គុយផឹកកាហ្វេនៅកន្លែងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏បានព្យាយាមឲ្យពន្លឺព្រះអាទិត្យប៉ះនឹងស្បែកដៃជើងឬផ្ទៃមុខរបស់អ្នកដោយផ្ទាល់ការចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងពន្លឺព្រះអាទិត្យមិនត្រឹមតែជួយបង្កើនអរម៉ូនតេស្តូស្តេរ៉ូនទេតែវាក៏ជួយកែសម្រួលដំណើរការជីវសាស្ត្ររបស់យើងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងគេងលក់ស្រួលជាងមុននៅពេលយប់ផងដែរទម្លាប់ទី2ផឹកទឹកឲ្យបានគ្រប់គ្រាន់ភ្លាមក្រោយក្រោកពីគេងឥឡូវយើងមកដល់ទម្លាប់ទី2ដែលជាទម្លាប់ងាយស្រួលបំផុតមួយតែមនុស្សជាច្រើនមើលរំលងនោះគឺការផឹកទឹកមួយកែវធំប្រហែល300ទៅ500មីលីលីត្រភ្លាមបន្ទាប់ពីក្រោកពីគេងពេញមួយយប់ដែលយើងគេងប្រហែល7ទៅ8ម៉ោងរាងកាយរបស់យើងមិនបានទទួលជាតិទឹកនោះទេធ្វើឲ្យយើងស្ថិតក្នុងសភាពខ្សោះជាតិទឹកបន្តិចបន្តួចនៅពេលព្រឹកសភាពខ្សោះជាតិទឹកនេះអាចធ្វើឲ្យយើងមានផលប៉ះពាល់អវិជ្ជមានដល់ដំណើរការជីវសាស្ត្រនៅក្នុងរាងកាយរួមទាំងការផលិតអរម៉ូនផងដែរការផឹកទឹកនៅពេលព្រឹកព្រលឹមជួយដាស់ប្រព័ន្ធជីវសាស្ត្រនានានៅក្នុងរាងកាយឡើងវិញវាជួយបញ្ចេញជាតិពុលដែលនៅសល់ពីយប់រួចធ្វើឲ្យលំហូរឈាមរត់បានល្អនិងសំខាន់ជាងនេះទៅទៀតគឺវាជួយឲ្យកោសិកានានាទទួលបានជាតិទឹកគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមដំណើរការផលិតថាមពលនិងអរម៉ូនប្រកបដោយប្រសិទ្ធភាពតើគួរអនុវត្តទម្លាប់នេះយ៉ាងដូចម្តេចការអនុវត្តងាយត្រៀមដបដែលមានទឹកប្រហែល300ទៅ500មីលីលីត្រទុកនៅជិតក្បាលដំណេកនាពេលយប់ទុកជាស្រេចនៅពេលដែលយើងក្រោកពីដំណេកយើងអាចទទួលទានទឹកដែលបានត្រៀមទុកនោះភ្លាមក៏មើលស្រាលថាមពលនៃសារធាតុទឹកមួយកែវនៅពេលព្រឹកឲ្យសោះវាជាជំហានដ៏តូចមួយដែលអាចធ្វើការផ្លាស់ប្ដូរដ៏ធំដល់ថាមពលពេញមួយថ្ងៃរបស់យើងទម្លាប់ទី3
ការធ្វើលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីទម្លាប់ទី3គឺការធ្វើលំហាត់ប្រាណប៉ុន្តែមិនមែនជាការរត់ឬទៅកន្លែងហាត់ប្រាណនោះទេអ្វីដែលខ្ញុំចង់ណែនាំនៅពេលនេះគឺលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីប្រហែលត្រឹមតែ10ទៅ15នាទីតែប៉ុណ្ណោះការស្រាវជ្រាវបានបង្ហាញថាលំហាត់ប្រាណដូចជាការហាត់ប្រាណបែប HIIT ដូចជាការលើកទម្ងន់ធ្ងន់ឬអាវ៉ង់អាចជួយជំរុញការផលិតអរម៉ូនតេស្តូស្តេរ៉ូនបានយ៉ាងឆាប់រហ័សហេតុអ្វីព្រោះនៅពេលដែលយើងដាក់សម្ពាធខ្លាំងទៅលើសាច់ដុំក្នុងរយៈពេលខ្លីវាបានផ្ញើសញ្ញាមួយទៅកាន់ខួរក្បាលថារាងកាយត្រូវការភាពរឹងមាំបន្ថែមទៀតដែលជាហេតុជំរុញឲ្យមានការបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូននិងអរម៉ូននានាដើម្បីឲ្យរាងកាយរឹងមាំវិធីសាស្ត្រលំហាត់ប្រាណដូចជាការហាត់ប្រាណបែប HIIT ដូចជាការលើកទម្ងន់ធ្ងន់ឬអាវ៉ង់ធ្វើលំហាត់ប្រាណមួយឈុតនេះឲ្យលឿនសម្រាប់30វិនាទីរួចធ្វើម្ដងទៀតឲ្យបាន3ទៅ4ជុំវានឹងចំណាយពេលត្រឹមតែប្រហែល10ទៅ15នាទីតែប៉ុណ្ណោះតែញើសនឹងចេញចូលខ្លួននេះជាអ្វីដែលយើងត្រូវការធ្វើលំហាត់ប្រាណបែបនេះនៅពេលព្រឹកមិនត្រឹមតែជួយបង្កើនអរម៉ូនទេតែវាក៏ជួយដុតខ្លាញ់ធ្វើឲ្យអារម្មណ៍ស្រស់ថ្លានិងបន្ថែមថាមពលឲ្យអ្នកពេញមួយថ្ងៃទម្លាប់ទី4ញ៉ាំអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីននិងខ្លាញ់ល្អបន្ទាប់ពីហាត់ប្រាណរួចរាងកាយត្រូវការសារធាតុចិញ្ចឹមដើម្បីជួសជុលនិងបង្កើតថាមពលអាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសូមបងប្អូនបំភ្លេចចោលនៅអាហារពេលព្រឹកដែលពោរពេញទៅដោយម្សៅនិងស្ករដើម្បីបង្កើនអរម៉ូនតេស្តូស្តេរ៉ូនបងប្អូនត្រូវការអាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ល្អខ្លាញ់ទាំងនេះគឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតក្នុងការផលិតអរម៉ូនតេស្តូស្តេរ៉ូនបើគ្មានខ្លាញ់គ្រប់គ្រាន់ទេរាងកាយក៏មិនអាចផលិតអរម៉ូនបានដែរប្រូតេអ៊ីនជួយសាងសង់សាច់ដុំនិងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរហើយជួយរារាំងការញ៉ាំអាហារមិនល្អនានានៅពេលក្រោយតើគួរញ៉ាំអ្វីខ្លះដែលសម្បូរប្រូតេអ៊ីននិងខ្លាញ់ល្អពងមាន់ឬពងទាជាប្រភពប្រូតេអ៊ីននិងខ្លាញ់ល្អដ៏អស្ចារ្យកុំខ្លាចក្នុងការញ៉ាំផ្នែកលឿងនៃស៊ុតព្រោះវាពោរពេញទៅដោយកូឡេស្តេរ៉ុលល្អដែលចាំបាច់សម្រាប់ការផលិតអរម៉ូនផ្លែបឺរសម្បូរទៅដោយខ្លាញ់ល្អនិងសារធាតុចិញ្ចឹមជាច្រើនទៀតគ្រាប់ធញ្ញជាតិដូចជាគ្រាប់អាល់ម៉ុនឬគ្រាប់វ៉លណាត់សាច់គោឬត្រីសាល់ម៉ុនឧទាហរណ៍នៃអាហារពេលព្រឹកដ៏ល្អពងមាន់ឬពងទាស្ងោរ2ទៅ3គ្រាប់ជាមួយនឹងផ្លែបឺរនិងបន្លែបៃតងអាហារពេលព្រឹកដ៏ល្អនេះនឹងផ្ដល់ថាមពលឲ្យអ្នករហូតដល់ថ្ងៃត្រង់ហើយក៏ជាការផ្ដល់ថាមពលដ៏ល្អបំផុតដល់រោងចក្រផលិតអរម៉ូនតេស្តូស្តេរ៉ូនរបស់យើងផងដែរទម្លាប់ទី5ការគ្រប់គ្រងភាពតានតឹងទម្លាប់ចុងក្រោយគឺការចំណាយពេលប៉ុន្មាននាទីនៅពេលព្រឹកដើម្បីគ្រប់គ្រងភាពតានតឹងបងប្អូនត្រូវចងចាំថាសត្រូវលេខ1នៃអរម៉ូនតេស្តូស្តេរ៉ូនគឺអរម៉ូនម្យ៉ាងទៀតដែលមានឈ្មោះថាកូទីហ្សូលឬអរម៉ូនស្ត្រេសនៅពេលដែលយើងស្ត្រេសរាងកាយនឹងបញ្ចេញអរម៉ូនកូទីហ្សូលនេះកាន់តែច្រើនអរម៉ូនទាំងពីរនេះធ្វើការផ្ទុយពីគ្នាបើកូទីហ្សូលឡើងខ្ពស់នោះតេស្តូស្តេរ៉ូននឹងធ្លាក់ចុះតើគួរអនុវត្តទម្លាប់នេះយ៉ាងដូចម្តេចចំណាយពេល5នាទីសម្រាប់ខ្លួនឯងក្រោយពីគេងមុននឹងចាប់ទូរស័ព្ទសូមអង្គុយនៅកន្លែងស្ងាត់មួយអនុវត្តការដកដង្ហើមវែងដកដង្ហើមចូលយឺតតាមច្រមុះរួចបញ្ចេញដង្ហើមតាមមាត់យឺតធ្វើបែបនេះដដែលប្រហែល5នាទីការធ្វើសមាធិឬការសរសេរកំណត់ហេតុសរសេរនៅអ្វីដែលអ្នកមានអារម្មណ៍ដឹងគុណ3យ៉ាងឬរៀបចំផែនការការងារប្រចាំថ្ងៃរបស់អ្នកឲ្យបានរួចរាល់ការធ្វើបែបនេះជួយឲ្យចិត្តគំនិតរបស់អ្នកស្ងប់និងចាប់ផ្ដើមថ្ងៃថ្មីដោយអារម្មណ៍ដែលគ្រប់គ្រងបានវាជួយកាត់បន្ថយកម្រិតកូទីហ្សូលនិងបើកផ្លូវឲ្យអរម៉ូនតេស្តូស្តេរ៉ូនអាចផលិតបានពេញលេញសេចក្តីសន្និដ្ឋាននិងគន្លឹះពិសេសយើងមករំលឹកឡើងវិញនៅទម្លាប់ពេលព្រឹកទាំង5យ៉ាងដើម្បីបង្កើនអរម៉ូនតេស្តូស្តេរ៉ូនរបស់យើងទម្លាប់ទី1ទទួលយកពន្លឺព្រះអាទិត្យនាពេលព្រឹកទម្លាប់ទី2
ផឹកទឹកឲ្យបានគ្រប់គ្រាន់ភ្លាមក្រោយក្រោកពីគេងទម្លាប់ទី3ធ្វើលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីទម្លាប់ទី4ញ៉ាំអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីននិងខ្លាញ់ល្អទម្លាប់ទី5គ្រប់គ្រងភាពតានតឹងឥឡូវនេះសម្រាប់បងប្អូនដែលបានទស្សនារហូតមកដល់ពេលនេះខ្ញុំមានគន្លឹះពិសេសមួយបន្ថែមទៀតគន្លឹះពិសេសការងូតទឹកត្រជាក់ការងូតទឹកជាមួយនឹងទឹកត្រជាក់រយៈពេលពី30វិនាទីទៅ1នាទីអាចផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យទឹកត្រជាក់ត្រូវបានគេបង្ហាញថាអាចជួយបង្កើនអរម៉ូនលូតេអ៊ីនដែលជាអរម៉ូនបញ្ជូនសញ្ញាឲ្យពងស្វាសផលិតអរម៉ូនតេស្តូស្តេរ៉ូនបន្ថែមទៀតវាក៏ជួយកាត់បន្ថយការរលាកបង្កើនថាមពលនិងធ្វើឲ្យចិត្តស្រស់ថ្លាផងដែរដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការសាកល្បងបងប្អូនទាំងអស់គ្នាជាទីរាប់អានការសាងសង់អរម៉ូនតេស្តូស្តេរ៉ូនឲ្យរឹងមាំឡើងវិញមិនមែនជារឿងដែលកើតឡើងក្នុងពេលមួយយប់នោះទេវាទាមទារពេលវេលានិងភាពទៀងទាត់សូមបងប្អូនកុំព្យាយាមអនុវត្តទម្លាប់ទាំងអស់ក្នុងពេលតែមួយសូមជ្រើសរើសយកទម្លាប់2ឬ3ដែលបងប្អូនគិតថាងាយស្រួលហើយចាប់ផ្ដើមអនុវត្តវាឲ្យបានជាប់លាប់នៅពេលដែលវាចាប់ផ្ដើមคล้ายជាទម្លាប់ហើយចាំបន្ថែមទម្លាប់ផ្សេងទៀតនៅពេលក្រោយខ្ញុំជឿជាក់ថាប្រសិនបើបងប្អូនអនុវត្តតាមទម្លាប់និងគន្លឹះទាំងនេះបងប្អូននឹងចាប់ផ្ដើមសង្កេតឃើញពីការផ្លាស់ប្ដូរជាវិជ្ជមានទៅលើថាមពលអារម្មណ៍និងសុខភាពទូទៅរបស់បងប្អូនបន្តិចម្ដងសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា